តើប្រុសសម្រាប់កម្មនៅខ្លួនឯងប៉ះពាល់សុខភាពដែរឬទេការស្រាវជ្រាវមួយចំនួនបង្ហាញថាការសម្រេចកម្មនៅខ្លួនឯងគឺជាតម្រូវការមូលដ្ឋានមួយរបស់មនុស្សដែលមិនមានគូដើម្បីបំពេញតម្រូវការផ្លូវភេទរបស់ខ្លួនហើយការសម្រេចកម្មនេះក៏ជាសកម្មភាពរួមភេទធម្មតាដែលមនុស្សយើងតែងតែធ្វើវាផងដែរមិនថាបុរសនិងស្ត្រីគឺសុទ្ធតែអាចសម្រេចកម្មនៅខ្លួនឯងបានប៉ុន្តែត្រង់ថាអ្នកខ្លះទទួលស្គាល់ថាបានធ្វើអ្នកខ្លះក៏បដិសេធដែរការសម្រេចកម្មនៅខ្លួនឯងនេះក៏ជាសកម្មភាពពេញនិយមហើយក៏មានរឿងនិយាយផ្សេងពីគ្នាផងដែរការសម្រេចកម្មនៅខ្លួនឯងមានច្រើនប្រភេទអាស្រ័យទៅលើវត្ថុដែលមនុស្សយើងបង្កើតឡើងតែទោះជាយ៉ាងណាក្តីចំនួនដងនៃការសម្រេចកម្មនៅខ្លួនឯងនៅតែជាសំណួរនិងក្តីបារម្ភរបស់មនុស្សមួយចំនួនដោយសារតែវាអាចទាក់ទងនឹងសុខភាពរាងកាយផ្លូវចិត្តនិងទម្លាប់ប្រចាំថ្ងៃតើគូសម្រេចកម្មនៃខ្លួនឯងញឹកញាប់ប៉ុណ្ណាมันមានចំនួនបញ្ជាក់ថានឹងត្រូវការសម្រេចកម្មនៃខ្លួនឯងនោះទេគូប្រមាណដងក្នុងមួយថ្ងៃឬមួយសប្តាហ៍ឬមួយខែនោះដូច្នេះយើងពុំគូព្រួយបារម្ភពីសកម្មភាពនេះខ្លាំងពេកដែរលើកលែងតែវាធ្វើឲ្យអ្នកអស់កម្លាំងចុះខ្សោយឬមានអារម្មណ៍តានតឹងពេលដែលធ្វើវាមិនដូចរាល់ដងក្នុងករណីជាច្រើនអ្នកខ្លះសម្រេចកម្មច្រើនដងក្នុងមួយថ្ងៃប៉ុន្តែទាំងនោះនៅតែរស់នៅមានសុខភាពល្អនិងរីករាយក៏ប៉ុន្តែបើសិនជាការសម្រេចកម្មខ្លួនឯងធ្វើឲ្យប៉ះពាល់ដល់ទិដ្ឋភាពរបស់ជីវិតច្រើនដូចជាយើងតែងតែចង់ធ្វើការសម្រេចកម្មនៃខ្លួនឯងចង់រួមភេទខ្លាំងចង់រួមភេទជាមួយមិត្តភ័ក្តិនិងដៃគូខ្លាំងនោះយើងអាចនឹងមានបញ្ហាធ្ងន់ធ្ងរហើយការសម្រេចកម្មនៃខ្លួនឯងគឺជារឿងធម្មតាទេនៅលើโลกនេះប៉ុន្តែមានតែខ្លួនយើងប៉ុណ្ណោះដែលអាចកំណត់ចំនួនដងក្នុងការសម្រេចកម្មនេះបានតាមការសិក្សាជាច្រើនប្រភេទបង្ហាញថាបុរសអាចសម្រេចកម្មដោយខ្លួនឯង3ដងក្នុងមួយថ្ងៃនិងប្រហែល5ដងក្នុងមួយសប្តាហ៍ទាំងនោះគឺជាចំនួនដងដែលច្រើនបំផុតនិងបណ្ដោយរំលងពេលផ្សេងទៀតមុននឹងធ្វើឲ្យខ្លាយជាសកម្មភាពសប្បាយកាន់តែខ្លាំងតែទោះជាយ៉ាងណាក្តីនេះមិនមែនជាការលើកទឹកចិត្តឲ្យសម្រេចកម្មដោយខ្លួនឯងនោះឡើយហើយសកម្មភាពសេចដែលធម្មតានោះគឺការរួមភេទជាមួយដៃគូដែលជាសកម្មភាពតាមធម្មជាតិនេះខ្លះនិយាយថាពេលដែលចំណងឡើងដល់កំពូលវាអាចនឹងកាន់តែខ្លាំងដូចនេះយើងគួរគិតពីធម្មពលនៅលើអ្វីផ្សេងវិញបើសិនជាយើងមិនចង់បាត់បង់ធម្មពលច្រើនដោយសារតែការសម្រេចកម្មដោយខ្លួនឯងនោះទេទី2អត្រានៃការសម្រេចកម្មដោយខ្លួនឯងការស្រាវជ្រាវជាច្រើនស្ដីពីសកម្មភាពផ្លូវភេទការសម្រេចកម្មដោយខ្លួនឯងក៏ជារឿងគួរឲ្យចាប់អារម្មណ៍ក្នុងមួយចំណោមនោះដែរវាអាស្រ័យលើទម្លាប់របស់មនុស្សម្នាក់តម្រូវការនិងភាពចាំបាច់ដែលអ្នកចង់បានដំបូងការសម្រេចកម្មដែលញឹកញាប់បំផុតគឺ4ដងក្នុងមួយសប្តាហ៍ចំពោះមនុស្សស្រីចំនួន 5% នៅចន្លោះពីអាយុ25ទៅ29ឆ្នាំប៉ុន្តែចំពោះមនុស្សប្រុសវិញគឺទៅដល់ 20.1% ឯណោះទី2មានប្រុសចំនួន 20.4% និងស្ត្រី 21.5% ពីអាយុ25ទៅ29ឆ្នាំសម្រេចកម្មច្រើនដងក្នុងមួយខែហើយចុងក្រោយគឺថានៅពេលដែលអ្នកកាន់តែចាស់អ្នកនឹងមិនមានអារម្មណ៍សម្រេចកម្មដោយខ្លួនឯងទាល់តែសោះទាំងមនុស្សប្រុសនិងមនុស្សស្រីការសម្រេចកម្មដោយខ្លួនឯងនឹងធ្វើឲ្យជីវិតមនុស្សសប្បាយងាយស្រួលនិងកាត់បន្ថយស្ត្រេសប៉ុន្តែមូលហេតុចម្បងនោះគឺពិតជាគួរឲ្យចង់សើចណាស់វាមានផលប្រយោជន៍ខ្លះចំពោះការសម្រេចកម្មដោយខ្លួនឯងដើម្បីបំពេញទៅកាមដែលជះចោលចំពោះមនុស្សប្រុសហើយបង្កើនសារធាតុរាវជំនួយផ្លូវភេទចំពោះស្ត្រីការសម្រេចកម្មដោយខ្លួនឯងគឺជាអំណោយដែលធ្វើឲ្យអ្នកបានរៀងរហូតទោះជាអ្នករៀបការហើយឬនៅលាវក៏ដោយក្មេងឬក៏ចាស់បុរសឬក៏ស្ត្រីក៏ដោយក៏សុទ្ធតែអាចធ្វើវាបាន